Ok, choយើងមកជជែកគ្នាអំពី lab របស់យើងណា lab របស់យើងគឺនិយាយអំពី basic configuration អូខេ basic configuration នៅលើ switch អញ្ចឹងយើងមកអនុវត្តទាំងអស់គ្នាហើយយើងទាញ switch មួយមកយើងមិនធ្វើច្រើនទេគឺទាញ switch មួយមកអូខេយើងត្រូវការ PC មួយទេឥឡូវដាក់2ក៏បានដែរតែឥឡូវយើងដាក់តែមួយហ្នឹងទៅមែនទេណាអូខេយើង connect auto ក៏បានដែរចុច control ទៅដើម្បីយើង select យកមកចឹងស្រួលអូខេបន្តមកទៀតយើងត្រូវដឹងថានេះវាកំពុងតែ learning ចឹង learning stage វា switch វាអត់ទាន់ up ទេយើងចង់ឲ្យ up យើងអាច fast forward បានណាអូខេ fast forward នេះមកឥឡូវយើងបានប៉ុណ្ណឹងប៉ុន្តែត្រូវនិយាយគ្នាដូចថ្ងៃមុនអញ្ចឹងនៅខាង switch ពេលយើងធ្វើការជាក់ស្ដែងគឺយើងត្រូវយក port console អូខេដកចូលនៅ switch នៅក្នុង console port មកប៉ុណ្ណឹងគឺយើងអាចបើក switch បានហើយយើងចូលទៅរកកម្មវិធី terminal แล้วណាអូខេយើង connect វាទៅអូខេឥឡូវយើងពេលដែល connect ហើយមានន័យថាឥឡូវគឺកុំព្យូទ័រនេះ connect ចូលទៅ switch យើងកំពុងតែនៅលើ switch ហ្នឹងនេះមិនជឿយើងចុចបើកមើលធម្មតាទៅយើងនឹងឃើញដូចគ្នាណាឃើញដូចគ្នាអូខេឃើញកំពុងនេះដូចគ្នាណាឃើញកំពុងតែ starting នេះដូចគ្នាចឹងអូខេមកឥឡូវ configuration ដែលយើងត្រូវរៀនអំពីការ configure set up ណា switch យើងធ្វើមិនយើងចុច enter មួយមកយើងនឹងចេញសញ្ញា switch ចឹងហើយនេះគ្រូមានឧទាហរណ៍នៅនឹងអស់ហើយណាចឹងណាចឹងដើម្បីឲ្យយើងអាចចូលឥឡូវនេះយើងកំពុងតែនៅក្នុងគេហៅថា user mode តែគេហៅ mode កន្លែងនេះនេះតោះមួយយើងចូលទៅក្នុង privilege mode ដើម្បីចូលទៅក្នុង privilege mode គឺយើងត្រូវឲ្យ comment នេះគេនេះ enable អូខេយើងត្រូវឲ្យ enable ចឹងមកបើតូចពិបាកមើលពេកយើងអាច break វាបានណាចូលក្នុងនេះគេណោះpreference យើងរកមើល font នៅ font របស់ CLI ទេទាំង font របស់ CLI យើងដាក់វា13អីទេអូខេវាធំក្រាន់អូខេក្តិចថ្មីអូខេធំក្រាន់ណាអាចមើលឃើញហើយយើងទាញមកទៅនឹងមកអូខេមកអញ្ចឹងយើងវាយ enable មកដើម្បីដូរពី mode ធម្មតាមកកាន់ mode privilege mode ដែលមានសិទ្ធច្រើនបន្ទាប់មកយើងវាយពាក្យ configure terminal ដើម្បីយើងដូរទៅ configuration mode អញ្ចឹងដូរទៅ global configuration mode អញ្ចឹងយើងវាយ configure terminal អូខេឬក៏យើងចង់វាយធម្មតា config T ក៏បានដែរដោយសារតែវាដឹងថា configure terminal ហើយវានឹង fully បំពេញឲ្យយើងស្រាប់តែលើកលែងតែពាក្យនឹងមានតែមួយបើមានពាក្យផ្សេងវាអត់ចាញ់ឲ្យទេមកបន្តមកទៀតយើងចង់ធ្វើអីយើងចង់ configure console ឲ្យដាក់ password កុំឲ្យអីគេកុំឲ្យយើងគាត់តែ connect ស្គាល់យើងក៏ចង់ឲ្យគាត់តែ connect ស្គាល់ទេមិន connect គឺត្រូវដាក់ password អញ្ចឹងគឺយើងធ្វើម៉េចនេះយើងវាយ command មួយនេះអញ្ចឹង line console 0មក line console លេខ0ណាតែវិញដាក់ password មកណាឧទាហរណ៍ password Cisco បន្តមកទៀតធ្វើអីទៀត complex enable ជា login ផងមានន័យថាដាក់ password ដល់ពេល login ចូល console ហ្នឹងអូខេប៉ុណ្ណឹងយើង exit មកដើម្បីចេញពី interface មកកាន់ global config mode វិញអូខេបន្ទាប់ពីចេញចូល global config mode ឥឡូវយើងចាប់ផ្ដើមធ្វើអីទៀតគឺយើងចាប់ផ្ដើមដាក់ password remote តាម network ណា remote តាម network អញ្ចឹង password remote តាម network យើងប្រើ line VTY 04មានន័យថា4 session អញ្ចឹងអនុញ្ញាត5 session sorry 0 1 2 3 4អញ្ចឹង5 session អញ្ចឹងអនុញ្ញាតឲ្យអាច remote ទៅបាន5 session អូខេហើយដាក់ password Cisco ដូចគ្នាអញ្ចឹងមកណា complete enable login ដែរហើយយើង exit ចេញមកវិញមានន័យថាប៉ុណ្ណឹងយើងដាក់ password ពេលយើង remote តាម network តាម IP ពេលយើង SSH remote តាម IP អូខេ alright ធ្វើមកទៀត
បន្ទាប់មកទៀតណាអានេះចប់អានេះវគ្គទី5ណាលើកចូលវគ្គទី6គឺយើងត្រូវ enable secret គឺនៅពេលដែលយើងវាយ enable នេះ enable ពីដំបូងក៏យើងចង់ដាក់ password វាដែរព្រោះកន្លែងនេះគឺដូរ set ដូរពី set ធម្មតាមក set ដូច set admin អញ្ចឹងកន្លែងនេះ set the privilege អូខេអញ្ចឹងយើងប្រើពាក្យ enable ទីគេ secret ខ្លះហ្នឹងជា password ណាឈ្មោះ secret ហ្នឹងអញ្ចឹងពេលយើងវាយ enable គឺត្រូវដាក់ខ្លះហ្នឹងចូលអូខេបន្ទាប់មកដើម្បីយើងតេស្តណាbasic configuration គឺក្រៅពីគេដាក់ password ក្រៅពី set អីហ្នឹងគឺយើងមានត្រូវចាស់គេហៅថាដាក់ IP ឲ្យ switch របស់យើងណា IP ឲ្យ switch គឺយើងដាក់នៅក្នុង interface VLAN មួយណាយើងសុំអត់និយាយ VLAN អីផ្សេងទេឥឡូវយើងនិយាយ VLAN មួយហ្នឹងទៅអញ្ចឹង interface មានដើម្បីចូល VLAN គឺយើងត្រូវចូលតាម interface VLAN អីគេមួយទៅព្រោះយើងវាយមក IP ដាក់ IP address ដាក់ IP address អញ្ចឹងឧទាហរណ៍ទៅករណីនេះគេដាក់ 192.168.2 ហើយ complete ដក clear មួយដាក់ subnet mask ណា 255.255.255.0 កុំចន់ឆ្ងល់ថាវាជាអីគេអូខេបន្ទាប់ពីដាក់ password ហើយយើង complete enable ផងណា enable no shutdown ដើម្បីឲ្យវា enable interface ហ្នឹងកុំ shutdown ណាអញ្ចឹង no shutdown ផ្ទុយនឹងយើងចង់បិទយើងដាក់ shutdown វិញចប់នេះ app ហ្នឹងណាinterface នឹង app ហើយយើងចង់ verify យើងធ្វើម៉េចអូ complex ដាក់ IP gateway មួយទៀតណា default gateway ហ្នឹងគឺសម្រាប់ពេលយើងចង់ឆ្លង network យើងដាក់ឲ្យទៅអញ្ចឹង IP អូចេញសិន exit សិនណាគ្នាយើង IP default gateway អូខេ default gateway យើងមើលកាពី1.8.1.1 ហើយ complex save configuration គឺយើងមាន2វិធីយើងអាច write to memory បែបនេះក៏បានឬក៏វិធីដែលស្តង់ដារយើងងាយស្រួលយល់ទូទៅគឺយើងត្រូវ exit ឲ្យដល់កន្លែង privilege mode ហ្នឹងមកបន្ទាប់មកយើង copy running config tab អាច tab បានណា start up tab ករណីយើងវាយទៅវាខុសយើង tab ទៅហើយ enter មកប៉ុណ្ណឹង enter មួយទៀតគឺស្មើនឹងយើង save ហើយណាយើង save configuration ហើយអញ្ចឹងពេលហ្នឹងគឺយើងចង់ restart ចង់អីក៏មានបញ្ហាមួយទៀតដើម្បីចង់ដឹង check ថាតើយើង configure នឹងត្រូវអត់ជាប់អត់អញ្ចឹងយើងអាចវាយថា show config ទេ show អូច្រឡំso config so running config យើងមើលតែ running config វាណាអញ្ចឹង so running config enter មួយមកអញ្ចឹងយើងអាចមើលមួយអាច tab ចុះក៏បានដែរណា space ណា space មួយយើងឃើញហ្នឹងអ្វីដែលយើងដាក់ចូលមិញគឺដើរទាំងអស់ហើយ verify បានប៉ុណ្ណឹងអានេះចង់តើគឺអាច reload បានណាដើម្បី make sure ថាតើយើង restart ហ្នឹង configuration យើងនៅស្គាល់អត់អញ្ចឹងយើង reload អូខេ enter អញ្ចឹងកំពុងតែ restart ហើយ restart ឡុងពេល restart អាចខ្វែងបិទបានហ្មងណាអាចបិទចោលបានណាអូខេអាចបិទចោលបានមកឥឡូវយើងសាកល្បងមើលតែវា start up មិនបាច់មើលច្រើនតែគឺភ្លើងនៅពេលដែលវា up មកវិញគឺវាដើរស្រួលយើងអាចចុច fast forward ក៏បានដែរគ្នាយើងណាអញ្ចឹង fast forward មកអញ្ចឹងអ្នកគ្នាសាកចុចចូល terminal ភាសាទៀត remote ណាយើងនឹងឃើញថាម៉េច enter ចូល password ឃើញអត់ចាចូល password យើងខ្លះទៅpassword អីគេអូ password console យើង Cisco sorry Cisco ហើយបាន enable password ខ្លះអូខេមានន័យថាយើង remote តាម console ក៏នៅតែជាប់ password ដែរឥឡូវយើងចុចទៅវិញយើងសាកណាយើងសាក remote តាម IP អូយើងសាក remote តាម IP តែយើងទៅដាក់ IP កុំព្យូទ័រយើងសិនណាអូខេយើងដាក់ IP កុំព្យូទ័រយើងមក 192.168.1.3 ចុះណាអូខេប៉ុណ្ណឹងមិនបាច់ដាក់ gateway ក៏បានតែចង់ដាក់ gateway ឲ្យក៏បានដែរណាយើងអាចដាក់ gateway ឲ្យមកចុច1ឥឡូវអត់ទាន់មាន router យើងដាក់ចូលសិនទៅជា good practice អូខេមកឥឡូវយើងចូល remote ណាអញ្ចឹងដើម្បី remote តាម SSH thì យើងរក SSH client នេះយើងណាតើមកយើង remote បានហើយ remote SSH ទៅកាន់ IP របស់ switch របស់យើង 192.168.2 ដែរហើយ username យើងគេមិញ
អូច្រឡំមាន SH ទេថាណាត់យើងអត់ទាន់បាន configure SH ទេណាចឹងតិចចាំយើង configure SH ណាថាណាត់ពឹបយ៉ាចឹង password Cisco ចឹងមានន័យថាយើង remote តាម network តាម telnet ណាក៏បានដែរconfigure SH អានោះទុកឲ្យការងារអ្នកគ្នាធ្វើខ្លួនឯងអូខេអូខេlab យើងមានតែប៉ុណ្្នឹងអូខេប៉ុន្តែមុនហ្នឹងនៅពេលដែលយើងរៀនយើងក៏បាននិយាយអំពី TCP IP អីដែរអញ្ចឹងណាចឹងអាចយកទៅអនុវត្តមើលខ្លួនឯងទៅយើងអាច observe មើលដឹងតើវា flow ពី computer ពី send ទៅ receive តើវាដើរយ៉ាងម៉េចអីយ៉ាងម៉ាអញ្ចឹងណាយើងគួរឲ្យ check ឲ្យមើលបានក៏បានដែរតែយើងដាក់ IP computer ហ្នឹងសិនដើម្បីតេស្តណាអានេះបនណាសម្រាប់អ្នកគ្នាឬ copy 108.1.10ចុះអូខេអូខេចឹងធម្មតាយើង ping ណាយើងអាចតេស្តដោយ ping ណា ping 198.1.10 ping ទៅយើងឃើញវាឆ្លើយធម្មតាយើងឃើញតែចឹងតែជាក់ស្ដែងនៅ behind the scene នៅ back end គឺនៅផ្ទៃខាងក្រោយគឺវាធ្វើការយ៉ាងម៉េចចឹងណាហើយនៅ Cisco គឺយើងអាចប្រើនេះ package យើងអាច check ណាយើងអាច complex PDU ឬក៏ simple PDU យើងអាចដាក់នៅលើនឹងមកយើងចង់ឲ្យវាផ្ញើទៅហ្នឹងយ៉ាអូខេចឹងណាចឹង successful មានន័យថា ping មិញហ្នឹងគឺម៉ាស៊ីនហ្នឹងគឺ ping successful តែបើយើងចង់មើលយើងមើលជា simulation មើល simulation យើងនឹងឃើញ detail ចឹងណាយើងអាចមើលកន្លែងនេះបានយើងចូល simulation mode មកគឺយើងអាច watch animation ឥឡូវយើងសាកល្បងមើលណាវា start ទៅណាយើងអាចចុចមួយ step បានណាគ្នាយើងចុច step ទៅឃើញវាផ្ញើចេញទៅយើងឃើញទេ